Bao này dây bị có đắt như này vẫn nhá cứ mau chỉ lực tivi ấy bông ôn trà mau chăm môn mà đong chăm này mà đong để rùm tới viêm sơ chỉ play dây nana tê bông ôn này để sao ta mà chăm mau mà đong trắng nó bông ôn hay lớn nó còn mà đo cái lạnh bông phai cái thời lang túc tới mà to tiệt của dân thời chú tới có đắt cho bông ôn trà hay pi chùm nọt cái lại nhờ túc nó hay từ có đắt cứ vitamin chùm ngày chất đai tê bông ôn trà chia phá chia đập pram động tì ấy cứ đo lấy bông ôn cứ chặt đai tề hay ní mà đo cái lại phai cái ấy bông ôn hay lời nó có hiệp trong láng trang bông ôn trà cứ mà đo cái lại đo cô đã gây chân thời hiệp trong lơ các bạn lơ ấy đã tranh bị tục màu rồi cái lại kênh chẳng á hay nó chỉ test nào nơi có slide bông ôn trà bên ấy cô xong mà cây đai tay tầm lấy coi cô xong này chẳng á bông ôn trà tay còn là tha ti thlia cái lại cái nó cứ thông từ liền mình tên cứ dương ai nhầm ha chung cổ sai chẳng tay cái lại nó comment đặt tầm mà cổ sai dương đây bông ôn trà cứ tràn ban tràn cổ sai mình tên chỉ phải xét cứ cây màu chẳng mình màu tập pi nhẹ tê bông ôn này bị chấn cây màu chỉ lẹ cái nặng cổ sai chẳng á hay nên mà đo plea muốn sầm rạm toàn man tê pla cái áo pla ấy có chua con ở coi cây đào ở chỉ đào mơ trồng vành còn dễ luôn tới con nắng ấp thông thấy bông ổn con nắng mà tam nên trong sman phải chỉ pi cái lỗ mát ấy chiêng ấy thì tôi chắc bông ổn chả và sân thì tôi khó ấy xong bông ổn chia sai phong này sao tại nên trong ở smart này bông ổn na đại nơi có slide ấy có đăng với tầm hôm có slide chui cho comment trong videoរបស់នឹងខ្ញុំផងបងប្អូនចាហើយបើសិនជានឹងខ្ញុំនិយាយតោះខុសត្រង់កន្លែងណាអីសូមខន្តីអភ័យទោសផងបងប្អូនចាឥឡូវនេះពួកយើងជិះមកដល់កន្លែងនេះហើយបងប្អូនចាមិនដឹងថាជាកន្លែងអីទេប៉ុន្តែគ្រាន់ថាវាមានកញ្ចុះមានអីគេសម្រាប់កំងអាហារកំងអីចឹងណាតែគ្រាន់ថាអត់សូវមានមនុស្សទេបងប្អូនចាដោយសារតែយើងមកដល់ពីថ្ងៃសៅរ៍ផងបងប្អូនចាបើសិនជាមកដល់ថ្ងៃអាទិត្យប្រហែលជាមនុស្សច្រើនព្រោះអីថ្ងៃសៅរ៍គឺអត់ទាន់សូវមានអ្នកមកទេពេលច្រើនគេមកដល់ពេលល្ងាចឬក៏ពេលប្រឡប់អីចឹងណាបងប្អូនចាឥឡូវនេះគឺមកដល់កន្លែងមួយទៀតហើយគេហៅថាresort ក៏ស្ដាច់ resort បងប្អូនចាកន្លែងនេះគឺស្អាតមែនតើហើយអ្នកដែលចូលទៅលេងកន្លែងហ្នឹងគឺសិតតែត្រូវបង់លុយចឹងណាទិញសបុតទិញអីចឹងណាថៃសបុតមួយគេដូរបានកូកាមួយកំប៉ុងបងប្អូនចាកន្លែងឆ្នេររបស់គេគឺស្អាតមួយដោយសារតែកន្លែងហ្នឹងវាស្អាតចឹងហើយចេះចូលចិត្តមកអង្គុយថតឬក៏អង្គុយលេងអីចឹងទៅបងប្អូនចាខ្យល់អាកាសបរិសុទ្ធចឹងណាឥឡូវហ្នឹងក៏ចេញមកវិញជាកាត់តាមផ្លូវថតសួនបន្លែគេនៅសងខាងផ្លូវបងប្អូនហើយនៅលើកោះនេះអត់មានអ្នកដាំបន្លែទេគឺមានតែក្រុមហ៊ុនឬក៏ resort អីចឹងដែលគេដាំបន្លែទុកសម្រាប់ភ្ញៀវសម្រាប់អីចឹងណាឥឡូវនេះក៏មកដល់កន្លែងថ្មីហើយបងប្អូនចាគេហៅថាឆ្នេរអីឆ្នេរសាងស្នេហ៍បងប្អូនអើយហើយឆ្នេរហ្នឹងគឺស្អាតមែនតើគឺគេចាក់ដីថ្មីបងប្អូនចាចាក់ខ្សាច់ចាក់អីបង្កើតជាឆ្នេរចឹងណាហើយចេញពីកន្លែងឆ្នេរហ្នឹងមកក៏មកដល់ក្នុងផ្សារនេះឆ្ពោះមករកគ្រឿងសមុទ្រទេបងប្អូនចាដោយសារតែយើងវាហៀងល្ងាចតែអញ្ចឹងក៏ចូលផ្សារទិញគ្រឿងសមុទ្រទិញអីយកទៅអាំងញ៉ាំលេងពេលល្ងាចអញ្ចឹងណាបងប្អូនចាដាក់អីយ៉ាងចាក់តិចចឹងទៅហើយបើនិយាយពីក្នុងផ្សារគេវិញក៏មិនសូវជាមានមនុស្សច្រើនប៉ុន្មានដែរបងប្អូននិយាយរួមទៅមនុស្សគឺតិចបំផុតហើយបើនិយាយរឿងផ្សារនៅវិញគឺអត់សូវជាមានអ្នកលក់ដូរច្រើនប៉ុន្មានទេបងប្អូនចាឃើញមួយដោយសារតែអីគឺអត់សូវមានមនុស្សទៅលេងណាអញ្ចឹងណាមួយដោយសារតែខែភាសាផងវាល្ងិតភ្លៀងចឹងទៅម្នាក់ចេះតែក្រាញរឿងភ្លៀងខ្លាចអត់បានដើរលេងចឹងណាខ្លាចមកដល់ដីតែក្នុងបន្ទប់ចឹងទៅម្នាក់ចេះតែក្រាញអត់ហ៊ានមកដើរលេងចាំខែភាសាអញ្ចឹងទៅភាគច្រើនគឺគេមកតែខែប្រាំងអីចឹងណាបងប្អូនចាឥឡូវហ្នឹងក៏មកដល់កន្លែងគ្រឿងសមុទ្រហើយបងប្អូនចាមើល2 3កន្លែងតែមកតែបាននិយាយរួមទៅគ្រឿងសមុទ្រហ្នឹងគេរកអត់សូវបានទៀតបងប្អូនហើយដោយសារតែមេឃវាអាសាភ្លៀងពេលចឹងទៅអ្នកចុះទូកគាត់រោមសូវបានដែរចឹងណាបងប្អូនបើសិនជាខែចាំខែប្រាំងអីប្រហែលជាអាចសបោជាងវិញណាបងប្អូនហើយបើនិយាយពីកន្លែងទិញគ្រឿងសមុទ្រនេះក៏ស្អាតដែរបងប្អូនចាគឺនិយាយរួមទៅកន្លែងហ្នឹងគឺគេមានទស្សនៈផងគឺគេមានលក់គ្រឿងសមុទ្រផងអញ្ចឹងណាអញ្ចឹងហើយកន្លែងគេធ្វើដើម្បីធៀមសម្រាប់ភ្ញៀវគេមកអញ្ចឹងទៅហើយនេះមកទិញមកកន្លែងទៀតហើយបងប្អូនចានិយាយរួមទៅមកកន្លែងគឺវាអត់សូវជាមានសបោទេអញ្ចឹងហើយគឺត្រូវដើរមើលច្រើនកន្លែងទិញបើកន្លែងនេះរៀងសបោច្រើនជាងគេបន្តិចវាមានត្រីតកែវាមានត្រីអីផ្សេងក្តាមមានមឹកមានបកាអីចឹងណាបងប្អូនចាតែមកសានហ្នឹងមឹកអត់មានទេបងប្អូនហើយក្រមឹកមែនតែម្ដងអត់ដឹងថាម៉េចទេមកពីខែភាសាវាភ្លៀងវាខ្យល់វាព្យុះពេកក៏មិនដឹងដែរបងប្អូនហើយឥឡូវហ្នឹងក៏ទិញត្រីតកែហ្នឹងមួយហើយនឹងទិញក្តាមទិញបកាខ្លះយកទៅដាក់អាំងយកទៅស្រស់អីចឹងហើយបើនិយាយពីម្ហូបវិញគឺទិញឆៅយកមកធ្វើខ្លួនឯងខ្លះហើយសល់ប្រហែលមុខទៀតគឺយើងកំងឲ្យអ្នកលក់ហ្នឹងគាត់ធ្វើឲ្យយើងមកស្រាប់តែម្ដងឆ្អិននឹងគេលើកឲ្យហីអានេះមឹកនេះទិញមកគេអាំងស្រាប់បងប្អូនចាតែគ្រាន់តែថាតិចចឹងយើងដាក់
កម្ដៅនឹងក៏ឆ្លៀតដាក់ដាច់ 4-5 ចង្កាក់មុនគេតែម្ដងទៅបងប្អូនហើយខាងស្រីគឺว่าដាច់មុនគេតែបើខាងប្រុសវិញគឺគាត់អត់ទាន់ឃ្លានគាត់មិនទាន់មកទេបងប្អូនហើយបើនិយាយពីកន្លែងទស្សនៈហ្នឹងក៏សប្បាយម្យ៉ាងដែរបងប្អូនចាទៅជាលក្ខណៈគ្រួសារអញ្ចឹងអូនិយាយពីថាសប្បាយមែនតែនតែម្ដងងាយឡើងដាក់តុដាក់កៅអីអញ្ចឹងញ៉ាំអីជុំគ្នាអញ្ចឹងទៅនិយាយពីថាក្តីសុខមកណាបងប្អូនឥឡូវនេះវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាបញ្ចិតជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ